เหตุประชังออกซิตกรรมคือโมเลกุลได้ช่วยเรียงกายរបស់លោកអ្នកតាមរយៈការបបន្សាបរ៉ាឌីកាល់សេរីដែលរ៉ាឌីកាល់សេរីគឺជាសមាសធាតុដែលអាចធ្វើឲ្យខូចកោសិកាប្រសិនបើក្នុងករណីរ៉ាឌីកាល់សេរីកើនឡើងខ្ពស់ពេកជាទូទៅរ៉ាឌីកាល់សេរីអាចបង្កើតឡើងដោយខ្លួនឯងបានប៉ុន្តែកត្តាមួយចំនួនដូចជាការបំពុលបរិយាកាសកាំរស្មី UV និងការជក់បារីអាចធ្វើឲ្យកើនឡើងនូវកម្រិតរ៉ាឌីកាល់សេរីការបាត់បង់តុល្យភាពរវាងរ៉ាឌីកាល់សេរីនិងសារធាតុប្រឆាំងអុកស៊ីតកម្មអាចបណ្ដាលទៅជា stress អុកស៊ីតកម្មដែលអាចឲ្យលោកអ្នកឆាប់ចាស់មានប្រតិកម្មរលាកនិងមានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូងជំងឺមហារីកនិងវិបត្តិសឹករីករាលនៃប្រព័ន្ធប្រសាទរាងកាយរបស់យើងអាចផលិតសារធាតុប្រឆាំងអុកស៊ីតកម្មបានដោយខ្លួនឯងដូចជាពពួកកលុយតាស្យូនហើយយើងក៏អាចទទួលសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជាវីតាមីន C និងវីតាមីន E ផងដែរដើម្បីទទួលបានសុខភាពល្អអ្នកទាំងអស់គ្នាគួរបរិភោគអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាផ្លែប៊ឺរីតែបេតងកាហ្វេហើយនិងសូកូឡាខ្មៅឧទាហរណ៍នៃសារធាតុប្រឆាំងអុកស៊ីតកម្មមានដូចជាវីតាមីន C ហើយនិងវីតាមីន E ហើយមួយវិញទៀតក៏មានពពួកការ៉ូតេណុយដែលមានពពួកលុយតេអ៊ីនហើយនិងបេតាការ៉ូតែនផងដែរដែលអ្នកទាំងអស់គ្នាឧស្សាហ៍ឃើញនៅក្នុងផ្លែការ៉ុតយើងក៏អាចទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជាពពួក polyphenol ដែលមានដូចជា resveratrol ដែលមាននៅក្នុងទំពាំងបាយជូរ flavonol មាននៅក្នុងសូកូឡាខ្មៅដែលជួយទៅដល់លំហូរឈាមហើយនិងខួរក្បាលតែបេតងមានផ្ទុកសារធាតុកាតេឈីនដែលជួយរក្សាទម្ងន់ខ្លួននិងជួយទៅដល់សុខភាពបេះដូងកូគូមីនគឺជាសារធាតុ polyphenol ដែលមាននៅក្នុងមើមរមៀតសារធាតុនេះជួយប្រឆាំងការរលាកនិងប្រឆាំងអុកស៊ីតកម្មប្រេងអូលីវជួយទៅដល់សុខភាពបេះដូងការបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពាររាងកាយរបស់លោកអ្នកឲ្យប្រឆាំងទៅនឹងបញ្ហាមួយចំនួនដូចជាបញ្ហាបេះដូងបញ្ហាភ្នែកបញ្ហាការចងចាំវិបត្តិផ្លូវអារម្មណ៍ហើយនិងប្រព័ន្ធភាពស៊ាំការបន្ថែមនេះនឹងកាន់តែមានសារៈសំខាន់ចំពោះករណីមួយចំនួនដូចជាស្ត្រីមានផ្ទៃពោះអ្នកពិសាស្រាអ្នកជក់បារីហើយនិងអ្នកមានជំងឺទឹកនោមផ្អែមសារធាតុប្រឆាំងអុកស៊ីតកម្មមានសារៈសំខាន់ណាស់ចំពោះរាងកាយដែលជួយរាងកាយរបស់លោកអ្នកកុំឲ្យឆាប់ចាស់និងប្រឆាំងជាមួយជំងឺមួយចំនួនបន្ថែមអាហារចម្រុះពណ៌នៅក្នុងរបបអាហាររបស់លោកអ្នកនឹងជួយឲ្យសុខភាពរបស់លោកអ្នកកាន់តែល្អប្រសើរ